ទស្សនិកជនស្វាគមន៍មកកាន់វគ្គព័ត៌មានសេដ្ឋកិច្ចដែលវគ្គព័ត៌មានសេដ្ឋកិច្ចជាដំបូងនេះគឺផ្ដោតទៅលើក្រុមហ៊ុន Cellcard ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តលំដាប់ទី1នៅប្រទេសកម្ពុជាបានធ្វើការប្រគល់ប្រាក់រង្វាន់ឈ្នះទឹកប្រាក់$10,000ដល់អតិថិជនរបស់ខ្លួនជាបន្តទៀតកាលពីថ្ងៃទី27ខែមិថុនាឆ្នាំ2014កន្លងទៅថ្មីនេះក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard បានបន្តធ្វើការប្រគល់រង្វាន់ឈ្នះទឹកប្រាក់$10,000សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃដល់អតិថិជនរបស់ខ្លួនដល់ទីកន្លែងអតិថិជនដែលស្ថិតនៅភូមិកណ្ដាលឃុំស្វាយជែកស្រុករំដួលខេត្តស្វាយរៀងដែលបានទៅលើលោកតូចសាវឿនបច្ចុប្បន្នមុខរបរអ្នករត់ម៉ូតូឌុបនៅភ្នំពេញដែលបានឈ្នះទឹកប្រាក់$50,000សហរដ្ឋអាមេរិកកាលពីថ្ងៃទី26ខែមិថុនាកន្លងទៅនេះជារង្វាន់ទូគ្នាចំនួន5ថ្ងៃខណៈពុំមានអ្នកឈ្នះកាលពីថ្ងៃទី22 23 24 25និង26ខ្ញុំបាទឈ្មោះតូចសាវឿននៅភូមិកណ្ដាលឃុំស្វាយជែកស្រុករំដួលខេត្តស្វាយរៀងបានឈ្នះទឹកប្រាក់$50,000ពីក្រុមហ៊ុន Cellcard ពិតប្រាកដពិតមែននៅថ្ងៃទី26ខែ6ឆ្នាំ2014បាទខ្ញុំបានផ្ញើសារវាយ 10K វាយទៅលេខ88កាលនោះខ្ញុំមានអត់បានជឿគេទេដល់គ្របមកគេជាតខចុះខឡើងក៏ចុះខឡើងច្រើនពេកខ្ញុំក៏អត់មិនបានក៏ទេសួរក្រុមហ៊ុនក៏ឆ្លើយបានថាខ្លួនខ្ញុំនេះត្រូវមកខ្ញុំក៏អលលូតប្រកាច់ប្រកិនពេញផ្ទះការប្រគល់រង្វាន់នេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Cellcard បានចាប់ផ្ដើមកម្មវិធីផ្ដល់ឱកាសឈ្នះរង្វាន់ទឹកប្រាក់$10,000សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃជាថ្មីបន្តទៀតសម្រាប់អតិថិជនរបស់ខ្លួនដែលមានរយៈពេល1ខែបន្ថែមទៀតគឺចាប់ពីថ្ងៃទី15មិថុនារហូតដល់ថ្ងៃទី15កក្កដាឆ្នាំ2014សូមជម្រាបថាដើម្បីទទួលបានឱកាសឈ្នះរង្វាន់ទឹកប្រាក់$10,000សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃពីក្រុមហ៊ុន Cellcard អតិថិជនរបស់ Cellcard គ្រាន់តែផ្ញើសារដោយសរសេរ 10K រួចផ្ញើទៅកាន់លេខ8888ឬ call ទៅកាន់លេខ8888ផ្ទាល់តែម្ដងដែលចំណាយទឹកប្រាក់ត្រឹមតែ15សេនសម្រាប់ការផ្ញើសារនិង call មួយដងនោះលោកអ្នកនឹងទទួលបានលេខកូដផ្សងសំណាងមួយចំពោះការចាប់រង្វាន់គឺប្រព្រឹត្តទៅនៅតាមកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ម៉ោង7ល្ងាច